សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកបង្ហាញពីការ set up load balancing និង failover ចំពោះការធ្វើ load balancing នេះគឺវាធ្វើឲ្យប្រព័ន្ធយើងដំណើរការប្រសើរក្នុងពេលមានគេប្រើច្រើនឧទាហរណ៍អ្នកប្រើ 1000 នាក់ចូលមកកាន់ server របស់យើងវានឹងចែកទៅកាន់ server ទី1និង server ទី2ដោយស្មើគ្នាជាទូទៅគេប្រើ load balancing នេះគឺប្រើជាមួយ web server និង application server ជាដើមចំពោះ failover នេះគឺគេប្រើវាសម្រាប់ធានាថាប្រព័ន្ធដំណើរការបានបើ server មួយខូចប្រើតួនាទីជំនួស server ដែលមានខូចឧទាហរណ៍ដូច master នេះ server ទី1នេះខូចនោះ server ដែល standby រងចាំវានឹងដើរតួនាទីជំនួស server master នេះជាដើមដល់ចំពោះការធ្វើ failover នេះគឺយើងប្រើ tool Keep Aware ដែលយើងត្រូវ install វានៅលើ Ubuntu server ចំពោះ load balancing នេះយើងគឺយើងប្រើ hard process ដូចនៅក្នុង diagram នេះខ្ញុំបានបង្ហាញអញ្ចឹងយើងត្រូវមាន server ចំនួន4គ្រាប់សម្រាប់នេះគឺជា user ធម្មតាសម្រាប់ធ្វើការចូលមកកាន់ server របស់យើងឥឡូវយើងកុំខាប់ពេលយើងចូលទៅកាន់ការ set up មកទៅចំពោះនៅលើវិមាននេះខ្ញុំមានម៉ាស៊ីន4ដែលខ្ញុំបានធ្វើការ install រួចជាស្រេចហើយដែលម៉ាស៊ីននេះគឺជាម៉ាស៊ីនទី1ម៉ាស៊ីននេះគឺម៉ាស៊ីនទី2អានេះគឺម៉ាស៊ីន1នេះគឺ failover សម្រាប់ failover ហើយអានេះគឺជាសម្រាប់ web server ចំពោះនេះគឺជា client ដែលសម្រាប់ទាក់ទងគ្នា access ទៅកាន់ server នេះខ្ញុំធ្វើការ remote វាដោយប្រើពុទ្ទី remote តែខ្ញុំបានធ្វើការ remote ចុងហើយគឺខ្ញុំមានបែបនេះខ្ញុំបាន remote ចុងហើយចំពោះការធ្វើនេះគឺខ្ញុំមាន file text ដែលខ្ញុំបានរៀបចំរួចជាស្រេចដើម្បីងាយស្រួលជាមួយជៀសវាងការវាយខុសពីអក្សរណាមួយដំបូងយើងត្រូវធ្វើការ update វាសិនដើម្បីឲ្យវា refresh នៅ package មួយចំនួនខ្ញុំធ្វើការ copy វាឬការផាសទៅហើយ install ធម្មតាទៅរងចាំវិជ្ជាអ្នកគ្នាត្រូវមានអ៊ីនធឺណិតចំពោះធ្វើការ set up មួយហ្នឹងរងចាំវាមួយសិនទៅជាអ្នកនរតិចចំពោះម៉ាស៊ីននេះគឺខ្ញុំឈរនៅលើម៉ាស៊ីនទី1ម៉ាស៊ីនលុតជាស្រេចម៉ាស៊ីន failover គឺម៉ាស៊ីនមួយនេះរងចាំវាប្រសាច់ចប់តោះពេលយើងចាំវាទៅហើយយើងទុកវាចោលមួយទៅសិនទៅហើយយើងចូលមកកាន់ម៉ាស៊ីនទី2របស់យើងនោះអានេះយើងធ្វើ failover វាមុនសិនគឺម៉ាស៊ីន standby យើងចូលម៉ាស៊ីននេះដែលខ្ញុំ remote រួចស្រេចហើយយើងធ្វើការ copy install នេះupdate រងចាំវាប្រសាច់ទៅអានេះគឺជាម៉ាស៊ីនទី2 failoverនេះគឺជាការ update របស់ម៉ាស៊ីនទី2តោះមកយើងធ្វើការ clear វាសិនកុំឲ្យរញ៉េរញ៉ៃហើយយើងធ្វើការ install tool Haploset ហើយនឹង Keep Aware វាចេញតម្រង់បែបនេះមានន័យថាខ្ញុំបានតម្លើងរូបវាម្ដងហើយឥឡូវយើងទៅឆែកមើលម៉ាស៊ីនទី1នេះបន្តមកទៀតយើងធ្វើការ set static IP ទៅលើម៉ាស៊ីនទាំងពីរហ្នឹងប៉ុន្តែម៉ាស៊ីនទាំងពីរត្រូវ IP ត្រូវខុសគ្នាឥឡូវយើងធ្វើការ copy paste enter ចេញបែបនេះគឺខ្ញុំបានធ្វើរួចម្ដងហើយសម្រាប់យកមកបង្ហាញអ្នកនរគ្នាដែលមកសិនទី1នេះគឺទទួលបាន rank ប៉ុណ្ណឹងនេះគឺ rank កតុយវាលេខ10ចំពោះម៉ាស៊ីនទី2គឺសម្រាប់ standby វាគឺ rank 11កតុយវាឥឡូវយើងធ្វើការ save វាហើយយើងចូលទៅកាន់ server ទី2ទៅចាំឲ្យ comment ដូចមិនដែរទេតបមកនេះគឺទៅបាន rank 11កតុយវាដែលខ្ញុំបានបង្ហាញដូចរូបខាងដើមនេះចឹងដែរទៅការ save បន្ទាប់ពីធ្វើវារួចយើងធ្វើការ apply ចំពោះម៉ាស៊ីន
នេះក៏ដូចគ្នាខ្ញុំទីមួយដូចគ្នាដែរអាផ្នែកវាហើយធ្វើការ clear ហើយយើងធ្វើការឆែក LP ថាវាទទួលបាន rank ប៉ុណ្ណឹងពិតមែនអត់អូខេឥឡូវខ្ញុំបានឃើញហើយគឺខ្ញុំទទួលបាន rank ដូចតែខ្ញុំបាន set up static នឹង rank ប៉ុណ្ណឹងបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់ server ទី2ឆែកមើលគ្នាដែរហើយទទួលបាន rank បន្ទុយ11ពិតមែនអត់អូខេឥឡូវទទួលបាន rank ប៉ុណ្ណឹងហើយគេ clear រួចហើយខ្ញុំធ្វើការ config នៅ hair proxy ដែលសម្រាប់ធ្វើ load balance គឺប្រើ command បែបនេះអូខេខ្ញុំធ្វើពេលរក key ចុះក្រោមមកខ្ញុំឃើញទម្រង់បែបនេះដែលខ្ញុំបានធ្វើរួចសម្រាប់មុននឹងបន្តិចសម្រាប់ឲ្យអ្នកទាំងគ្នាមើលអធិស្ឋានចំពោះការធ្វើអាច server នេះគឺខ្ញុំធ្វើតែមួយទេគឺ web server ហ្នឹងដោយសារតែ RAM ខ្ញុំមកដល់អញ្ចឹងទៅវាពិសេសធ្លាក់ដល់ឡើងធ្លាក់អញ្ចឹងទៅវាអត់រួចខ្ញុំសុំប្រើតែ web server តែមួយទេអូខេខ្ញុំធ្វើការ save ខ្ញុំធ្វើការតេស្ត config វា restart and the more service ចំពោះជំទីមួយដូចគ្នាដែរ and the more service restart ខ្ញុំ clear ចោលសិនបន្តមកទៀតខ្ញុំធ្វើការ config ទៅលើ keep a while ចំពោះការធ្វើ failover ហ្នឹងដោយប្រើ command នេះគេ cd នេះគឺការ config របស់ខ្ញុំដែលបានធ្វើមុននឹងបន្តិចចំពោះ IP នេះខ្ញុំធ្វើការយកវាពីក្នុង switch ឬមួយក៏ router របស់យើងដែលមាន subnet mask ដូចគ្នាទាំងអស់អូខេទោះមកយើងចំពោះ interface នេះគឺយើងត្រូវឆែកទៅលើ server មួយនឹងទទួលថា server មួយនឹងមាន interface ENS 33នឹងពិតមែនអត់ឬមួយក៏ជាប្រភេទ interface ក្នុងបែបនេះ ET0 ET80 នឹងចូលទៅកាន់ cell វាឆែកនៅក្នុង IP របស់ A នេះគឺវា interface វាគឺតម្រង់បែបនេះវាទៅតាមម៉ាស៊ីនដែរម៉ាស៊ីនខ្លះវាអត់ចេញ interface អញ្ចឹងទេគឺវាចេញជាប្រភេទ ET0 ទៅពីឆែករឿងហើយទៅការ clear ម៉ាស៊ីនទី2នេះដូចគ្នាដែរទេធ្វើដូចគ្នាដែរមកយើងចូលមកកាន់ server ទី2មកដូចគ្នាដែរទេហើយដាក់ IP ដូចគ្នាមកហើយ interface ក៏ដូចគ្នាដែរគឺ ETNS33 ព្រោះនៅលើសិននេះគឺវា IP interface គឺដូចគ្នា clear ខ្ញុំធ្វើការ restart service វាអូខេព្រមមកខ្ញុំធ្វើការ test ពីនេះគឺជា web server ដែលខ្ញុំបាន hosting ចេញនេះជាឧទាហរណ៍ទេសម្រាប់បើមែនតើគឺគេ hosting ជាធំតែតម្រង់ការធ្វើដូចគ្នាដែរទេបន្ទាប់មកខ្ញុំធ្វើការឆែកទៅកាន់ server ទី2ថាវាអាចមើលបានដូចគ្នាដែរអត់
ok như tên là cả đã hái tóm một tiếp theo thôi cả tay vì từ lư client browser vài IP đang bên mình nhìn thấy cái tiếng mà rồiនេះខ្លាចអន្តរសាស្ត្រទទួលបានដូចគ្នាដែរឥឡូវខ្លាចអិនគឺអាចចូលទៅកាន់ web server នឹងបានហើយឥឡូវយើងធ្វើការ stop switch ទៅលើ server ទី1ឧទាហរណ៍ server ទី1ហ្នឹងគឺវា down យើងធ្វើវា down វានឹងប្រើ command stop វាអូខេដោយសារខ្ញុំបាន stop វាម្ដងហើយបន្តមកទៀតខ្ញុំធ្វើការ refresh វានៅតែដំណើរការឥឡូវខ្ញុំចង់ដឹងទៀតខ្ញុំធ្វើការឲ្យ server ទី2នេះគឺវា down ដែរចាំមើលថា client អាច access ចូលបានអត់ system control យើងរងចាំវាមួយសន្ទុះដែរពីអាចប្រហែលជា1នាទីទៅ2-3នាទីបន្ទាប់មកចូលទៅកាន់ client តែវាមើលម្ដងទៀតថាយើងអាច access ចូលទៅកាន់ web server បានអត់អូខេខ្ញុំជិះគេណាមួយវានៅតែ access ចូលទៅមើល service សំទីមួយទៀត stop ok ឥឡូវយើង stop service ម៉ាស៊ីនទី1ហើយម៉ាស៊ីនទី2អស់ហើយឧទាហរណ៍ខ្ញុំជា client ខ្ញុំ access ទៅកាន់ web server refresh នោះវានឹងលែងដំណើរការហើយព្រោះ server យើង down ទាំងពីរអាហ្នឹងគឺជាការតេស្តរបស់ខ្ញុំទេតេស្តឲ្យវា down ឧទាហរណ៍អញ្ចឹងគឺយើងប្រើ command stop វាសិនគឺវាដើរវិលខ្ញុំគឺវាមិនដំណើរការទេនេះគឺជាទម្រង់ដែល server down ដែលយើងមិនអាច access ទៅកាន់ web server បានឧទាហរណ៍ឥឡូវខ្ញុំឲ្យ server ទី2វា start up វិញធ្វើការ enable វាសិន restart អូខេខ្ញុំទៅ refresh វាម្ដងទៀតនេះវាដំណើរការហើយនេះគឺជាការធ្វើ failover គឺវាមានអត្ថប្រយោជន៍បែបនេះនៅពេលដែល server មួយ down អញ្ចឹង new server ទី2នឹងដល់តួនាទីជំនួសឬមួយក៏មួយទៀតគឺ server យើងមិន down ទេប៉ុន្តែយើងមិនតំណែងវាការ update អីផ្សេងៗជាដើមយើងងាយស្រួលអញ្ចឹងវាចំណុច launching ក៏ដូចគ្នាចឹងដែរគឺ server ដល់តួយ៉ាងរលូនហើយនេះគឺជាការ test ថាចូលតែ IP មកទីឥឡូវម៉ាស៊ីនទី1អត់ឃើញទេម៉ាស៊ីនទី2នឹងឃើញមិនសូមមីស័យព្រមម៉ាស៊ីនទី2វាកំពុងតែ stand by វាដើរទូទីជំនួសនេះគឺវាកំពុងតែរត់ចាប់ដើរឧទាហរណ៍បើសិនតែខ្ញុំ stop ឧទាហរណ៍ថាម៉ាស៊ីន server ទី1នេះគឺវាដើរវិញអញ្ចឹងយើងត្រូវតេស្តវាយើងត្រូវ stop server ទី2ដើម្បីឲ្យwebsite នេះគឺវាដើរវិញ server ទី1វាដើរវិញអញ្ចឹងខ្ញុំធ្វើការទៅ stop នេះខ្ញុំទៅ start server ទី1ឥឡូវយើង enter គឺវាអត់ចេញទេចាំមើលទៅ start វា start service new
ឡូវ server ទី1វា start ហើយខ្ញុំធ្វើការចាំវាមកសន្ទុះសិនចាប់ដើមតែម្ដងទៀតនេះគឺវាដើរវិញហើយវាដំណើរការវិញហើយចំពោះម៉ាស៊ីនទី1វាដំណើរការហើយម៉ាស៊ីនទី2គឺវាលេងសូទម្រង់បែបនេះទៀតហើយលេងសូinterface នៃដូចយើងចូល check ដល់ទៀតប្រហែលវាសូពេលយើង check ទៅវាសូ IP ដែរប៉ុណ្ណឹងដល់ពេលយើង check ដល់ទៀតវាលេងសូឲ្យព្រោះម៉ាស៊ីនទី1វាដំណើរការវិញអញ្ចឹងវា enter គឺវាលេងហើយចំពោះការធ្វើ load balancing និង failover ខ្ញុំមានតែប៉ុណ្្នឹងទេអធិស្ឋានចំពោះការ present បើសិនមានអ្វីក៏សូមអធិស្ឋានផង